អាហារពេលព្រឹកគឺជារបបអាហារមួយដែលមានសារៈប្រយោជន៍ឬសារៈសំខាន់សម្រាប់សុខភាពរបស់យើងខ្លាំងមែនទែនបាទខ្លាំងជាងអាហារពេលល្ងាចនិងអាហារពេលថ្ងៃត្រង់ផងអញ្ចឹងនៅពេលដែលយើងក្រោកពីគេងមកយើងអត់បានដាក់របបអាហារនឹងចូលរាងកាយរបស់យើងមិនបង្ហាញពីសកម្មភាពឬក៏ sign symptom ភ្លាមទេតែយូរទៅវានឹងបង្ហាញអាការៈឲ្យយើងដឹងថាបញ្ហាវាចាប់ផ្ដើមកើតមានឡើងសម្រាប់ឲ្យយើងមាននំប៉័ងមួយអញ្ចឹងណាបាទអញ្ចឹងយើងត្រូវមានអីទៀតនៅក្នុងហ្នឹងយើងត្រូវការប្រូតអ៊ីនមែនទេពួកស្ថាបនាណាអញ្ចឹងប្រូតអ៊ីនខ្ញុំណែនាំឲ្យស្គាល់អាហារដែលមានប្រយោជន៍ជាងគេក្នុងចំណោមប្រូតអ៊ីនទាំងអស់ហ្នឹងគឺពពួកស៊ុតមិនមែនថាតែពងទាទេ អ្នកដែលគាត់អត់ញ៉ាំអាហារពេលព្រឹកមានដៃឆ្ងល់អត់ថាបើសិនជាយើងអត់ញ៉ាំអាហារពេលព្រឹករាល់ថ្ងៃហ្នឹងវាប្រឈមមុខជាមួយនឹងបញ្ហាអ្វីដែរអត់សម្រាប់សុខភាពរាងកាយរបស់យើងហើយមួយទៀតវីដេអូមួយនេះចង់សង្កត់ធ្ងន់ទៅលើអ្នកដែលគាត់យកកាហ្វេជំនួសបាយព្រឹកតែម្ដងអត់បាយព្រឹកទេយកកាហ្វេផឹកឆ្អែតចាំញ៉ាំបាយសរុបពេលថ្ងៃនឹងក៏គ្រោះថ្នាក់ដែរដូច្នេះនៅក្នុងវីដេអូមួយនេះនាងខ្ញុំចង់នាំបងប្អូនទាំងអស់គ្នាជាពិសេសអ្នកដែលគាត់អត់បាយព្រឹកហ្នឹងទៅជួបជាមួយនឹងវិជ្ជបណ្ឌិតរបស់យើងនៅក្នុងវីដេអូមួយនេះតែម្ដងដោយវិជ្ជបណ្ឌិតនឹងមកបកស្រាយទៅលើបញ្ហាអ្នកដែលគាត់អត់ញ៉ាំបាយព្រឹកហើយក៏ចែករំលែកទៅលើប្រធានបទជ្រើសយកនៅរបបអាហារបែបណាដែលល្អសម្រាប់សុខភាពរបស់យើងញ៉ាំជារៀងរាល់ព្រឹកផងដែរជំរាបសួរលោកគ្រូបាទចាជំរាបសួរលោកគ្រូដោយសារតែលោកគ្រូជួបច្រើនមែនទែននៅលើបណ្ដាញសង្គមអ៊ីនធឺណិតជាពិសេសលើ YouTube តែម្ដងហើយក៏មានបងប្អូនជាច្រើនស្គាល់លោកគ្រូដែរក៏ប៉ុន្តែចង់ឲ្យលោកគ្រូជួយណែនាំខ្លួនបន្ថែមដើម្បីឲ្យបងប្អូនកាន់តែស្គាល់លោកគ្រូច្បាស់ជាងនេះទៀតអើលោកគ្រូបាទអរគុណបាទខ្ញុំវេជ្ជបណ្ឌិតហងតារាដែលលោកអ្នកតែងតែបានឃើញប្រធានបទជាច្រើននៅក្នុងបណ្ដាញសង្គមជាពិសេសគឺ YouTube បាទនៅក្នុង page ចរណៃ Healthcare ដែរបាទថ្ងៃនេះខ្ញុំរីករាយមែនទែនដែលបានមកចូលរួមនៅក្នុង Healthy Cambodia ដែលយើងធ្វើ show មួយដែលនិយាយអំពីរបបអាហារពេលព្រឹកតើមានសារៈសំខាន់អីបាទចាហើយខ្ញុំជាអ្នកចាត់ការទូទៅបាទចាត់ចែងទូទៅហៅថា GM បាទនៅក្នុងមន្ទីរសម្រាប់ព្យាបាលយូរចតុមុខបាទនៅផ្លូវ228ផ្ទះលេខ18អគារស្ថានទូតអាមេរិកចាស់បាទនៅចតុមុខបាទសម្រាប់អ្នកដែលគាត់ចង់ជួយលោកគ្រូអាចអញ្ជើញទៅនឹងបានចាលោកគ្រូចង់ឲ្យលោកគ្រូជួយបញ្យល់ទៅកាន់បងប្អូនដែលគាត់ទស្សនានៅវីដេអូនេះបន្តិចថាតើទៅជាមួយនឹងរបបអាហារពេលព្រឹកយើងញ៉ាំជាប្រចាំថ្ងៃនោះវាមានឥទ្ធិពលអ្វីខ្លះទៅដល់សុខភាពរាងកាយរបស់យើងក៏ដូចជាការប្រកបការងារសកម្មភាពប្រចាំថ្ងៃលោកគ្រូបាទអរគុណច្រើនបាទសម្រាប់សំណួរដ៏ល្អនេះបាទហើយបងប្អូនយើងមួយចំនួនក៏ប្រហែលជាឮតាមគេតាមឯងឬក៏គិតខ្លួនឯងដែលវាអាចថាព័ត៌មានមិនជាក់លាក់ឬក៏មិនច្បាស់លាស់បាទថ្ងៃនេះខ្ញុំនឹងយកប្រធានបទនេះឬក៏សំណួរនេះយកមកចែករំលែកដល់បងប្អូនយើងឲ្យបានយល់ថាអ្វីដែលយើងគិតដែលអត់មានមូលដ្ឋានគ្រឹះជួនកាលវាអត់ត្រឹមត្រូវដែរអញ្ចឹងអ្វីដែលខ្ញុំចែករំលែកគឺចង់ឲ្យបងប្អូនយើងយល់ថាអាហារពេលព្រឹកគឺជារបបអាហារមួយដែលមានសារៈប្រយោជន៍ឬសារៈសំខាន់សម្រាប់សុខភាពរបស់យើងខ្លាំងមែនទែនបាទខ្លាំងជាងអាហារពេលល្ងាចនិងអាហារពេលថ្ងៃត្រង់ផងបាទសួរថាហេតុអីបានយើងចាត់ទុកថាអាហារពេលព្រឹកជារបបអាហារដែលមានសារៈសំខាន់ជាងអាហារផ្សេងជាងពេលអាហារផ្សេងទៀតហ្នឹងណាបាទដោយសារតែយើងអត់អាហារ8ទៅ12ម៉ោងហើយតាំងពីរសៀលមករហូតយើងគេហ្នឹងខ្លួនយើងគឺប្រើធម៌ពលខ្លាំងមែនតើបាទធ្វើទៅបាត់តែយើងអត់ធ្វើសកម្មភាពប៉ុន្តែខួរក្បាលរបស់យើងគឺនៅដុត energy ដុតបំផ្លាញកាឡូរីដង្ហើមយើងដកគឺសកម្មភាពរបស់យើងហើយប្រព័ន្ធរំលាយអាហាររបស់យើងនៅធ្វើការជាធម្មតាថ្លើមយើងនៅធ្វើការជាធម្មតាអញ្ចឹងនៅពេលណាដែលយើងអត់អាហាររយៈពេលវែងបែបនេះវានឹងធ្វើឲ្យរាងកាយរបស់យើងរងចាំពេលយើងភ្ញាក់ឡើងមកគឺរងចាំទទួលអាហារផ្សេងទៀតថ្មីទៀតដែលវាយកទៅធ្វើការឲ្យរាងកាយយើងមិនធ្វើ metabolic ភាសាបច្ចេកទេសណាថ្លើមចាប់ដើមយកអាហារថ្មីហ្នឹងទៅធ្វើ metabolic បំបែកទៅជាវីតាមីនទៅជាប្រូតអ៊ីនទៅជាស្ករទៅជាវីតាមីនអីផ្សេងអញ្ចឹងនៅពេលដែលយើងក្រោកពីគេងមកយើងអត់បានដាក់របបអាហារនឹងចូលរាងកាយរបស់យើងមិនបង្ហាញពីសកម្មភាពឬក៏ sign symptom ភ្លាមទេតែយូរទៅវានឹងបង្ហាញអាការៈឲ្យយើងដឹងថាបញ្ហានោះវាចាប់ផ្ដើមកើតមានឡើង
ចឹងណាបាទដែលយើងមិនបានកត់សម្គាល់ទេ ចាគ្រូពីច្រើនអ្នកដែលគាត់អត់អាហារពេលព្រឹកខ្ញុំឃើញច្រើននៅគ្រូកើតនៅបញ្ហាកាហ្វេគាត់ពីច្រើនគឺគាត់អានកាហ្វេមួយកែវទៅគាត់លេងញ៉ាំអីទាំងអស់ទៅពេលមួយរយៈជ្រុលមកគាត់លូថាអូមានអារម្មណ៍ថាដូចរៀងឈឺកាហ្វេលមូលកាហ្វេចឹងលោកគ្រូចាយ៉ាងណាមិនលោកគ្រូចង់ឲ្យលោកគ្រូជួយណែនាំនៅរបបអាហារល្អៗសម្រាប់សុខភាពញ៉ាំនៅក្នុងអំឡុងពេលព្រឹកវិញលោកគ្រូតើគួរតែជ្រើសរើសនៅរបបអាហារបែបណាដែលល្អសម្រាប់សុខភាពរបស់យើងនៅក្នុងអំឡុងពេលព្រឹកលោកគ្រូបាទតាមធម្មតារបបអាហារគឺចែកទៅជា3ក្រុមអញ្ចឹងបងប្អូនយើងមួយចំនួនគាត់បានយល់តែមួយចំនួនទៀតអត់ស្គាល់ថាអ្វីទៅជាអាហារ3ក្រុមហ្នឹងក៏ប៉ុន្តែក្រុមមួយហ្នឹងវាមានច្រើនអញ្ចឹងណាតែយើងទទួលទានម្ដងត្រូវតែឲ្យវាគ្រប់3ក្រុមហ្នឹងអញ្ចឹងក្រុមទី1គេឲ្យឈ្មោះថា energy food មានន័យថាអាហារដែលផ្ដល់ឲ្យយើងនៅថាមពលចាថាមពលកាលណាយើងញ៉ាំចូលទៅវាបំលែងទៅជាថាមពលឲ្យរាងកាយយើងមានកម្លាំងឲ្យខួរក្បាលយើងមានថាមពលប្រើប្រាស់អញ្ចឹងពពួកហ្នឹងគេហៅថាអាហារថាមពលក្រុមទី1ហ្នឹងបានមកពីពពួក carbohydrate យើងនិយាយ carbohydrate ប្រហែលជាពិបាកយល់អាហារដែលបានមកពីពពួកប្រភេទម្សៅប៉ុន្តែមិនមែនម្សៅលាបមុខទេណាអាហារដែលផលិតចេញពីម្សៅដូចជានំប៉័ងបាយនំនែកអីផ្សេងហ្នឹងមានមួយផ្នែកទៀតបានមកពីពពួកខ្លាញ់ដែលយើងញ៉ាំក៏បំលែងទៅជាថាមពលដែរហើយនឹងពពួកផ្អែមដែលយើងញ៉ាំទៅពីស្ករពីភេសជ្ជៈផ្អែមពីអីហ្នឹងបំលែងទៅជាថាមពលដែរអញ្ចឹងថ្លើមយើងជាអ្នកបំលែងអញ្ចឹងមួយក្រុមហ្នឹងបើយើងញ៉ាំតែមួយក្រុមហ្នឹងយើងអត់ទាន់គ្រប់ទេព្រោះរាងកាយយើងត្រូវការ3ក្រុមម្ដងអញ្ចឹងយើងក្រុមទី1បានក្រុមអាហារថាមពលចូលទៅក្នុងខ្លួនយើងតែរបៀបនៃការជ្រើសរើសរបស់យើងនៅមានខ្ញុំនឹងជម្រាបជូនពេលក្រោយអញ្ចឹងណាបាទក្រុមទី2គេឲ្យឈ្មោះថាក្រុមអាហារស្ថាបនាដូចយើងស្ថាបនាស្ពានមួយអញ្ចឹងយើងត្រូវការអីខ្លះដើម្បីបានមានដែកមានថ្មមានស៊ីម៉ងត៍មានខ្សាច់មានអីអញ្ចឹងរាងកាយយើងដូចគ្នាអាហារស្ថាបនាហ្នឹងគឺជាក្រុមទី2ដែលបានមកពីពពួកសាច់សុទ្ធឬក៏ហៅថាពពួក protein បានមកពីសាច់សុទ្ធគ្រាប់ធញ្ញជាតិនិងបន្លែមួយចំនួនដែរអញ្ចឹងយើងបាន2ក្រុមហើយនៅក្រុមទី3ក្រុមអីគេអញ្ចឹងណាហើយក្រុមទី2នេះគឺវាជួយយើងឲ្យម៉េចយើងសឹករិចរិលមានន័យថាយើងដើរយើងប៉ះតកិច្ចយើងចាស់យើងត្រូវពលឺថ្ងៃយើងឈឺមេរោគវាយប្រហារគឺត្រូវការលូតលាស់កោសិកាមកវិញដោយប្រើកម្លាំងឬក៏ប្រើថាមពលរបស់អាហារស្ថាបនាហ្នឹងចាវាទៅបដោះកោសិកាទៅអីយើងឲ្យលូតលាស់វិញយើងដំបៅយើងជាវិញដោយសារពួកនេះអញ្ចឹងណាបាទអញ្ចឹងយើងចាំបាច់ត្រូវការវាទៀតហើយអញ្ចឹងយើងបានទី1ទី2ហើយទី3យើងត្រូវការអាហារមួយទៀតគេហៅថាអាហារភាសាពេទ្យគេហៅ protective food អញ្ចឹងអាហារការពារយើងម្ដងអញ្ចឹងអាហារការពារបានមកពីអីគេបន្លែផ្លែឈើពួកនេះផ្ដល់មកនៅពួក mineral ផ្ដល់ពួករ៉ែផ្ដល់មកពួកវីតាមីនផ្ដល់មកនៅពពួកសារជាតិផ្សេងពិសេសទៀតដែលយើងអាចជាខ្លាញ់អាចជាអីចឹងណាបាទខ្លាញ់ល្អពពួកអូមេហ្គាពួកអីចឹងវាជួយយើងមិនពួកនេះការពារយើងកុំឲ្យឈឺអញ្ចឹងយើងញ៉ាំអាហាររាល់តែពេលយើងត្រូវគិតថាយើងត្រូវការឲ្យវា3ក្រុមនឹងគ្រប់ទោះបីវាមិនបានទាំងអស់តែឲ្យក្នុងមួយពេលនឹងឲ្យមាន3ក្រុមនឹងគ្រប់អញ្ចឹងខ្ញុំនឹងជម្រាបជូនបន្តតាក់ទងទៅនឹងអាហារពេលព្រឹកមានអីសំខាន់ដែលយើងគួរតែជ្រើសរើសយកមកទទួលទានដើម្បីប្រយោជន៍ដល់រាងកាយរបស់យើងអញ្ចឹងណាបាទមានទៅជាមួយនឹងរបបអាហារហ្នឹងបងប្អូនប្រកាសជាចង់ដឹងថាញ៉ាំម៉េចដើម្បីឲ្យវាល្អសម្រាប់សុខភាពពួកអីគេច្រើនគឺលើកឡើងថាអាហារពេលព្រឹកដែលយើងនឹកឃើញខ្មែរយើងគាត់នឹកឃើញបបរកាទៀវមីឆាបាយឆាអីពេលព្រឹកចឹងណាលោកគ្រូចង់គ្រូជួយណែនាំកាន់តែលម្អិតជាងនឹងបន្តិចដូចដែលលោកគ្រូបានលើកឡើងមុនហ្នឹងថាលោកគ្រូនឹងសម្រាយបន្ថែមទៅលើការជ្រើសរើសបែបណាដែលសមស្របជាមួយនឹងសុខភាពរាងកាយបាទអរគុណតាមពិតទៅវាតាក់ទងទៅនឹងលទ្ធភាពរបស់ពួកគាត់ដែរចា៎អញ្ចឹងបើសិនជាគាត់មានលទ្ធភាពចូលហាងធំយើងអាចជ្រើសរើសបានតាមបែបហ្នឹងតែបើគាត់នៅផ្ទះគាត់អាចជ្រើសរើសបានតាមបែបគាត់ឬក៏អ្នកធ្វើការប្រញាប់អាចជ្រើសរើសបានតាមប្រភេទហ្នឹងតែខ្ញុំអត់និយាយពីប្រភេទទាំងអស់ទេគ្រាន់តែចង់សរុបរួមមកថាអាហារពេលព្រឹករាល់ពេលដែលយើងទទួលទានទី1គឺយើងត្រូវការឲ្យមានអាហារថាមពលហ្នឹងដូចនិយាយមកអញ្ចឹងយើងបានអាហារដែលបានពីថាមពលមាននំប៉័ងយើងជាទូទៅយើងជ្រើសរើសនំប៉័ងជ្រើសរើសមីកាទៀវអីដែលយើងអាចធ្វើបានអញ្ចឹងណាអាពួកនេះវាផ្ដល់ឲ្យយើងនៅថាមពល
កម្លាំងនិយាយរួមគឺកម្លាំងអញ្ចឹងណាបាទយើងញ៉ាំទៅវាបំបាយទៅជាស្ករយើងមានធម៌ពលអញ្ចឹងនៅក្នុងចានយើងមានមកថាយើងមាននំប៉័ងមួយអញ្ចឹងណាបាទអញ្ចឹងយើងទៅមានអីទៀតនៅក្នុងហ្នឹងយើងត្រូវការប្រូតេអ៊ីនមែនទេអាពួកស្ថាបនាហ្នឹងអញ្ចឹងប្រូតេអ៊ីនខ្ញុំណែនាំឲ្យស្គាល់អាហារដែលមានប្រយោជន៍ជាងគេក្នុងចំណោមប្រូតេអ៊ីនទាំងអស់ហ្នឹងគឺពពួកស៊ុតមិនមែនថាតែពងទាទេអញ្ចឹងពងក្រួយពងមាន់ពងអូទ្រីសជាអញ្ចឹងទៅអញ្ចឹងណាពងកងានពងអីនិយាយពីរឿងស៊ុតដែលយើងញ៉ាំហ្នឹងគឺវាផ្ដល់ប្រូតេអ៊ីនផងវាផ្ដល់សារជាតិមួយទៀតដែលគេហៅថា choline ដែលលើពាក្យសារជាតិ choline ហ្នឹងណា choline ហ្នឹងវាជួយយើងឲ្យ hypothalamus gland នៅក្នុងខួរក្បាលយើងកពេញមួយហ្នឹងបញ្ចេញសារជាតិ choline មកល្អមានន័យថាវាបញ្ចេញ hormone ល្អធ្វើឲ្យយើង happy ឲ្យយើងបំបត្តិ stress អីជាដើមអញ្ចឹងស៊ុតផ្ដល់ protein ផងផ្ដល់ប្រយោជន៍ដល់ខួរក្បាលផងផ្ដល់ប្រយោជន៍ដល់បេះដូងយើងផងអញ្ចឹងនៅក្នុងស៊ុតគឺល្អអញ្ចឹងខ្ញុំមិនមែនជាអ្នកលក់ពងទាទេប៉ុន្តែខ្ញុំចង់ប្រាប់បងប្អូនយើងអំពីការដែលយើងរកសាច់រកអីតាមពិតវាមានប្រយោជន៍ជាងសាច់ក្រហមតែវាថោកជាងអញ្ចឹងណាបាទសាច់ក្រហមទាំងអស់ទៅប្រទេសណាក៏ដោយគេណែនាំមិនឲ្យយើងញ៉ាំវាច្រើនទេប៉ុន្តែយើងនាំគ្នាចូលចិត្តសាច់ក្រហមហើយយើងទិញសាច់ក្រហមហ្នឹងគឺថ្លៃបាទថ្លៃតាម brand តាមអីគេប៉ុន្តែអ្វីដែលយើងអាចទទួលទានបានជារួមគឺស៊ុតនឹងតម្លៃធូរថ្លៃហើយមានប្រយោជន៍ច្រើនកុមារមនុស្សចាស់មនុស្សមានផ្ទៃពោះបានទាំងអស់គ្នាហើយសាសនាជនជាតិណាក៏អាចញ៉ាំបានបាទអញ្ចឹងស៊ុតគឺជាអាហារដែលគួរជ្រើសរើសទី1បាទទី1បាទហើយបន្ទាប់មកក្នុងចានយើងមាននំប៉័ងឧទាហរណ៍យើងឧទាហរណ៍ទៅណាបាទមាននំប៉័ងឬក៏មាននំប៉ាវឬក៏មានអីគេមីហ្នឹងហើយស្អីមិនដឹងទេបាទកាទៀវឆាអីមិនដឹងទេប៉ុន្តែនៅអាហារមួយទៀតនោះគឺផ្លែឈើបាទអាពពុះវីតាមីនផ្ដល់វីតាមីនមកអញ្ចឹងផ្លែឈើវាផ្ដល់អីឲ្យយើងវាផ្ដល់វីតាមីនផងវាផ្ដល់ fiber ផងអញ្ចឹងនៅក្នុងហ្នឹងវាផ្ដល់វីតាមីនឲ្យយើងអីវាខ្លួនយើងត្រូវការវីតាមីនច្រើនអញ្ចឹងមានវីតាមីន B មានវីតាមីន C មានអីចឹងបាទវីតាមីន A ដោយសារផ្លែឈើទៅតាមប្រភេទវាអាយើងញ៉ាំការ៉ុតយើងបានវីតាមីន A ដោយសារវាលឿងវាជួយភ្នែកអញ្ចឹងណាយើងញ៉ាំពេញប៉ោះយើងបានប៉ូតាស្យូមយើងបានម៉ាញ៉េស្យូមអីនៅក្នុងហ្នឹងអញ្ចឹងក្នុងបន្លែយើងអាចជ្រើសរើសញ៉ាំអីក៏បានដែរទៅតាមពណ៌របស់បន្លែដែលវាផ្ដល់ប្រយោជន៍ឲ្យយើងជាវីតាមីនក្នុងបន្លែហ្នឹងគឺវាមានសារជាតិ fiber ទៀតវាធ្វើឲ្យយើងមិនទល់លាមកមិនក្តៀនហើយឲ្យពោះវៀនកាពះយើងធ្វើការបានល្អប៉ុន្តែអ្វីដែលសំខាន់យើងត្រូវជ្រើសរើសថាប្រភពបន្លែផ្លែឈើហ្នឹងតើវា pure អត់វាសុទ្ធអត់មានន័យថាមិនមែនជ័រទេគេយកមកពីប្រភពណាជួនកាលប្រភពដែលគេប្រើថ្នាំពុលលើសលប់ពេកយើងញ៉ាំទៅក៏ទទួលបានផលមិនល្អដែរបាទទៅជាមួយនឹងរបបអាហារពេលព្រឹកមានបងប្អូនច្រើនមែនទេគាត់ជ្រើសញ៉ាំតែមួយមុខគេញ៉ាំភាគច្រើនគឺអាហារថាពលគ្រូតែញ៉ាំតែនំប៉័ងគឺនំប៉័ងតែម្ដងហ្នឹងហើយតែគាត់ភ្លេចថានៅមានអាហារពីរក្រុមទៀតដោយលោកគ្រូបានលើកឡើងទៅលើអាហារស្ថាបនានិងអាហារការពារចាគ្រូនោះយើងអនុវត្តអត់ត្រូវយើងឲ្យខ្លួនយើងអត់ត្រូវកាលណាយើងញ៉ាំអូតោតែបើយើងញ៉ាំតែអាហារធម្មពលនៅពេលណាដែលយើងញ៉ាំទៅវាបំបែកទៅជាស្ករនៅពេលដែលវាបំបែកជាស្ករប្រើវាលឹះធម្មពលវាអត់វាប្រើអត់អស់ថ្លើមយើងនឹងបំបែកស្ករទៅជាខ្លាញ់ដើម្បីស្តុកបំរុងស្តុកទុកក្នុងខ្លួនយើងដើម្បីបំរុងបើពេលវាស្តុកទៅធ្វើម៉េចខ្លួនយើងសបោខ្លាញ់ធ្វើម៉េចឲ្យយើងម៉េចឡើងគីឡូឡើងទម្ងន់បាទអញ្ចឹងនៅក្នុងខ្លួនយើងវាត្រូវការ balance ត្រូវការលំនឹងតុល្យភាពរវាងអាហារមួយហ្នឹងអញ្ចឹងអ្នកខ្លះគេញ៉ាំឆ្អែតប៉ុន្តែអីបានគេអត់សូវធាត់អ្នកខ្លះញ៉ាំអត់សូវឆ្អែតគេតមួយតចេះតែធាត់ដោយសារតែយើងមិនបានយល់ដឹងអំពីរបបអាហារឲ្យវា balance អញ្ចឹងអ្នកញ៉ាំស្ករច្រើនអ្នកញ៉ាំអាហារធម្មពលច្រើនគិតមិនផុតពីគាត់ឡើងគីឡូទេចេះសួរថាចាប់ប្រូតេអ៊ីនដែលយើងញ៉ាំទៅអាសាច់ដែលយើងញ៉ាំទៅតើវាអាចធ្វើឲ្យយើងធាត់បានអត់បានដូចគ្នាគ្រាន់តែវាតិចជាងដោយសារវាត្រូវឆ្លងកាត់ហូម៉ូនមួយយ៉ាងនៅក្នុងខ្លួនយើងគេហៅថា cortisol វាយកប្រូតេអ៊ីនបំលែងទៅជាខ្លាញ់ដើម្បីបំលែងទៅជាស្ករឲ្យយើងប្រើឲ្យចម្រាញ់ទៅជាខ្លាញ់បានដូចគ្នាតែវាឆ្លងកាត់ process វែងឆ្ងាយយឺតជាងញ៉ាំអា direct ទៅអញ្ចឹងណាបាទអញ្ចឹងអ្នកដែលអញ្ចឹងបានគេយកប្រូតេអ៊ីនទៅឲ្យជ្រូក
ចាំជ្រូកឲ្យត្រីឲ្យអីច្រើនទៅឆាប់ធាត់ហ្នឹងក៏វាអាចដំណើរការបានដែរគ្រាន់តែវាតិចវាយឺតជាងយើងញ៉ាំ direct ដូចយើងញ៉ាំទឹកដោះគោផ្អែមយើងញ៉ាំទឹកសេរ៉ូយើងញ៉ាំទឹកក្រូចយើងញ៉ាំបាយយើងញ៉ាំអីហ្នឹងគឺលឿនមែនតើបើមិនជឿយើងយកបាយទៅដាក់ក្នុងមាត់យើងបៀមវាតែ5នាទីឡើងទៅយើងមានអារម្មណ៍ថាបាយហ្នឹងចាប់ដើមផ្អែមហើយកាលណាវាត្រូវជាមួយទឹកមាត់យើងវាបំលែងទៅជាស្ករភ្លាមអញ្ចឹងណាបាទគ្រូត្រង់ចំណុចនេះខ្ញុំនឹកឃើញដល់អ្នកដែលគាត់កំពុងតែព្យាយាមសម្រាប់គីឡូគាត់អត់បែងចែកពីច្រើនគឺគាត់កម្រលោកគ្រូដោយសារតែពួកគាត់ពិបាកនៅក្នុងការបែងចែកដោយលោកគ្រូលើកឡើងមុននឹងអញ្ចឹងគាត់អត់ទាន់បែងចែកថារបបអាហារណាដែលគាត់គួរតែកាត់បន្ថយរបបអាហារណាដែលគាត់គួរតែញ៉ាំដើម្បីបំពេញបន្ថែមទៅលើរាងកាយរបស់គាត់លោកគ្រូគាត់សុខចិត្តអត់អាហារតែម្ដងអញ្ចឹងបើមិនជាគាត់អត់អាហារបែបហ្នឹងគឺប្រឈមមុខជាមួយនឹងបញ្ហាសុខភាពកាន់តែខ្លាំងលើដើមលោកគ្រូកាលណាគាត់អត់យល់អញ្ចឹងបានយើងធ្វើកម្មវិធីទាំងអស់ហ្នឹង Healthy Cambodia គឺចែករំលែកឲ្យបងប្អូនយើងបានចូលស្ដាប់ចូលទេសនាខ្លីប៉ុន្តែមានប្រយោជន៍សម្រាប់ខ្លួនឯងហើយយកទៅពិចារណានៅពេលដែលយើងតមថាអត់ចង់ឲ្យធាត់មួយនិយាយរួមគឺពាក្យអត់ព្រោះពាក្យធាត់មែនទេឬហៅឡើងទម្ងន់ប៉ុន្តែជាទូទៅធាត់ហ្នឹងគឺប្រើគ្រប់គ្នាទាំងអស់ហើយបាទអញ្ចឹងបើខ្ញុំនិយាយទៅវាប៉ះអារម្មណ៍មិនសូមអធិស្ឋានដែរអញ្ចឹងធាត់ឬឡើងទម្ងន់ដែលអង់គ្លេសគេហៅ obesity បាទអញ្ចឹងកាលណាយើងអត់ចង់ឡើងទម្ងន់មួយគត់ហើយយើងទៅតមអាហារអញ្ចឹងតមអាហារយើងបំណងកុំឲ្យចូលស្ករទៅក្នុងខ្លួនយើងដឹងថាស្ករធ្វើយើងធាត់អត់មានទេតាអញ្ចឹងច្រឡំថាទៅញ៉ាំតែស្ករអញ្ចឹងអាហារប្រភេទម្សៅទាំងអស់ដែលគេផលិតពីម្សៅលតឆាមីឆាកាទៀវឆាអីទាំងអស់នំប៉័ងនំពីអីទាំងអស់សតតែធ្វើឲ្យយើងមានស្ករក្នុងខ្លួនអញ្ចឹងពេលយើងញ៉ាំយើងអត់ចង់ឲ្យវាចូលអាហ្នឹងយើងតមអត់ញ៉ាំអញ្ចឹងខ្លួនយើងមួយថ្ងៃវាអត់ត្រូវការតែស្ករនឹងមួយណាជាតិផ្អែមនឹងមួយណាវាត្រូវការបើសិនជាមនុស្សពេញវ័យវាត្រូវការប្រូតេអ៊ីនជុំវិញបើនារីពេញវ័យវាត្រូវការ4ខាំទៅកន្លះគីឡូហើយបើបរោះសាច់ប្រូតេអ៊ីនហ្នឹងវាត្រូវការរហូតដល់6ខាំអញ្ចឹងជារៀងរាល់ថ្ងៃហើយបើយើងអត់វាតែ2 3ថ្ងៃខ្លួនយើងចាប់ផ្ដើមខ្វះវាខ្វះភ្លាមវាអត់ប្រាប់យើងទេយល់ទេវាខ្វះភ្លាមវាអត់ប្រាប់យើងទេប៉ុន្តែយើងនៅតែបន្តខ្វះនៅពេលដែលវាប្រាប់យើងមានន័យថាយើងផ្ដល់ឲ្យវាវិញយឺតទៅហើយយល់ទេយឺតមានន័យថាដំណើរការនៃខ្លួនយើងកាលណាវាខ្វះវាអត់ប្រាប់យើងវាយកអាប្រូតេអ៊ីនដែលវាសន្សំបានណាវា save ទុកនៅក្នុង bank វាហ្នឹងយកមកប្រើសិនអញ្ចឹងយើងអត់ដឹងយើងអត់ខ្វល់ទេដល់ពេលវាអស់វា bank វាចាប់ដើមចេញអាការៈមកយើងដាក់ចូលវិញវាមិនមែនដូចយើងយកលុយទៅដាក់ក្នុងធនាគារទេអញ្ចឹងណាអញ្ចឹងនេះជាឧទាហរណ៍បាទវាធ្វើឲ្យយើងចាប់ដើមខ្លាចជាអស់កម្លាំងគេងមិនលក់លហាប់លហៃមួម៉ៅឆេវឆាវហើយ immune ចុះខ្សោយមានរោគងាយវាយប្រហារយើងមកអញ្ចឹងពេលដែលយើងស្វែងយល់ពីសុខភាពបើយើងអត់ពពួកស្ករតែយើងទៅញ៉ាំពពួកដែលអត់មានស្ករយើងញ៉ាំសាច់យើងញ៉ាំបន្លែឲ្យបានច្រើនហើយបន្លែទាំងអស់ហ្នឹងគួរតែបន្លែដែលមិនមានជាតិស្ករដែរបំលែងទៅស្ករដែរដូចពពួកសាឡាត់ពពួកតកួនពពួកស្ពៃអីដែលវាអត់បំលែងជាតិស្ករបានយើងញ៉ាំឲ្យឆ្អែតវាបានវីតាមីនបានប្រូតេអ៊ីនហើយយើងមិនថាក់ព្រោះអីអាប្រូតេអ៊ីនវាបំលែងទៅជាស្ករបានតិចតួចដែរអញ្ចឹងយើងញ៉ាំបែបហ្នឹងហើយកុំញ៉ាំឲ្យឆ្អែតពេកពេលយើងញ៉ាំត្រឹមតែ 60-70% បានអញ្ចឹងយើងដោះស្រាយបញ្ហានឹងបានហើយយើងហាត់ប្រាណយើងធ្វើសកម្មភាពឲ្យវាដុតធម៌ពលរបស់យើងហើយទៅចាំថាអ្នកខ្លះគាត់ចោះចាញ់កន្លែងហ្នឹងគាត់ថាខ្ញុំសម្រកខ្ញុំគ្រាន់តែនឹកឃើញបាយក៏ខ្ញុំធាត់ឡើងវិញដែរតែគាត់អត់ទាន់ដឹងថាឥឡូវថ្ងៃនេះដោយសារវិធានបទហ្នឹងអញ្ចឹងក៏ចែករំលែកមួយទៀតថាពេលដែលយើងអត់អាហារដើម្បីឲ្យស្រកទម្ងន់ណាពេលដែលខ្លួនយើងខ្វះស្ករនៅក្នុងឈាមភ្លាមអាចថា4 ទៅ 6 ម៉ោងខួរក្បាលយើងចាប់ផ្ដើមបញ្ជាឲ្យយើងឃ្លានដើម្បីញ៉ាំទៅបានស្ករចូលមកធ្វើប៉ុន្តែនៅពេលដែល4 ទៅ 6 ម៉ោងយើងចាប់ផ្ដើមឃ្លានហើយយើងគិតថាអូយទៅរកដាក់សិនយើងដាក់ទៅស្ករចូលក្នុងចរន្តឈាមវិញតែពី30នាទីទៅ1ម៉ោងវាចូលពេញអញ្ចឹងនៅពេលដែលវាចូលពេញនឹងហើយវាធ្វើយើងបាត់ឃ្លានហើយយើងធ្វើមិនស្រកជាទូទៅនៅពេលដែលយើងឃ្លានហ្នឹងបើយើងទ្រាំនឹងការឃ្លានហ្នឹងបានគូក្បាលថាអូវាអត់ដាក់មកទេអញ្ចឹងគូក្បាលអត់មានអីដុតទេអញ្ចឹងវាចាប់ដើមបញ្ជាថ្លើមឲ្យអូសខ្លាញ់យើងយកមកដុតបំផ្លាញបំលែងទៅជាស្ករដើម្បីយកទៅប្រើអញ្ចឹងចាប់ពី8ម៉ោងឡើងបានវាចាប់ដើមយកអាវាស្តុកហ្នឹងយកមកបំលែងជាខ្លាញ់បានឲ្យយើងប្រើអញ្ចឹងរយៈពេលវែងមែនតើហើយបើយើងអត់តែ4ម៉ោងតែ6ម៉ោង
អត់មួយជីវិតហ្នឹងក៏មិនស្រកដែរបាទក៏មិនស្រកដែរនេះជាហេតុផលអញ្ចឹងណា តែយើងពីច្រើនអ្នកឡើងគីឡូគូពិបាកទ្រាំខ្លាំងលោកគ្រូអត់តាមមកពេលហ្នឹងគាត់រៀងហេលហាលឬក៏គាត់ញ៉ាំទៅគាត់មានអារម្មណ៍ថាញ៉ាំស្ទើគាត់រត់តែញ៉ាំបន្ថែមទៀតដើម្បីឲ្យឆ្អែតទៅលោកគ្រូ ដូចខ្ញុំតែងតែនិយាយយើងនិយាយពីអាហារពេលព្រឹកឯណាដូចគ្នានឹងដែរអាហារពេលព្រឹកអញ្ចឹងខ្ញុំនិយាយនៅក្នុងពីខ្ញុំក៏អញ្ចឹងដែរបើយើងហ៊ានយើងតើយើងហ៊ានធ្វើសង្គ្រាមធ្វើបដិវត្តជាមួយនឹងការឃ្លានហ្នឹងបានយើងឈ្នះអញ្ចឹងឈ្នះយើងបានរាងកាយយើងតាមប្រាថ្នាតែបើយើងមិនហ៊ានច្បាំងទេយើងចោះចាញ់តាំងពីគ្រាន់តែលឺសូគេគម្រាមខ្លាចបាត់ហើយណាបាទខ្លាចអាភាពឃ្លាននឹងបាត់ហើយយើងប្រកាសជានៅដដែលហើយនឹងឡើងជាងមុនហើយបើអត់ហើយដាក់វិញអត់ហើយដាក់វិញកាន់តែឡើងតែការឡើងគីឡូគឺប៉ះពាល់ខ្លាំងលោកគ្រូដោយសារតែទៅជាមួយនឹងបញ្ហាឡើងគីឡូមិនថាជំងឺទឹកនោមផ្អែមជំងឺផ្សេងទេគឺចាប់ផ្ដើមមករួមបាទជំងឺថ្ងៃណាចង់យើងនិយាយគ្នាអំពីតែឡើងទម្ងន់ obesity វាប៉ះពាល់អីខ្លះចាវីដេអូក្រោយនឹងមានសម្រាប់បងប្អូនដែលគាត់ចង់ដឹងថាឡើងគីឡូមានបញ្ហាអីវីដេអូក្រោយនឹងជួបលោកគ្រូម្ដងទៀតចាលោកគ្រូខ្ញុំមិនលោកគ្រូដោយសារតែលោកគ្រូលើកឡើងមុនហ្នឹងទៅលើមនុស្សធំរបបអាហារមនុស្សធំលោកគ្រូខ្ញុំចង់ឲ្យលោកគ្រូលើកឡើងទៅលើរបបអាហារកូនក្មេងវិញដោយសារតែកូនក្មេងពេញប្រហែលជាគាត់អាយុ6 7ឆ្នាំដល់12ឆ្នាំអីហ្នឹងក៏គាត់ត្រូវការអាហារដែលសមស្របសម្រាប់រាងកាយដែរចង់ឲ្យលោកគ្រូជួយណែនាំបន្ថែមថាតើរបបអាហារហ្នឹងដូចទៅនឹងមនុស្សធំដែរលោកគ្រូ